Bàនេះបន្ទាប់ពីវីដេអូមុនឥឡូវចេញវីដេអូមួយទៀតហើយមកមួយកន្លែងទៀតកន្លែងនេះគឺជាកន្លែងសមាគមសហគមន៍គេធ្វើឲ្យទុកអង្គុយលេងអត់អស់លុយទេបងប្អូនយើងយកកតេទៅអង្គុយលេងទៅញ៉ាំទៅអីយើងកំងមកហូបកន្លែងសមាគមគេហ្នឹងទៅយកទៅអង្គុយកាកតេហូបចឹងទៅណាឲ្យទៅបាទនេះមានកញ្ចក់មានអីគេក៏បានចង់អង្គុយលើនឹងក៏បានមើលទឹកធ្លាក់ទេសភាពស្អាតនេះចំណងប្រពន្ធកូនគ្រួសារទៅដើរលេងទាំងអស់គ្នាបាទនេះដល់ពេលនេះផ្លូវយើងចុះទៅគៀននឹងទៅចុះទៅខាងក្រោមចង់ទៅថតលេងនៅកន្លែងទឹកជ្រោះតែម្ដងបាទនេះបន្ទាប់មកទីនេះគឺទឹកបាទហូរបាទទេសភាពទឹកហូរទាំងអស់គ្នាបាទស្អាតទេបងប្អូនបាទទៅបានទៅលេងចឹងទៅមានអារម្មណ៍ថាស្រស់ស្រាយបាទបន្ទាប់មកទៀតគឺមានកន្លែងប៉យបាទប៉យហ្នឹងគឺប៉យទី1ហើយមានប៉យទី2ទៀតបាទកន្លែងនេះហើយបងប្អូនគឺប៉យទី2បាទនៅជាប់នឹងកន្លែងទឹកហូរខ្លាំងតែម្ដងបាច់ផ្សែងបងប្អូននោះកន្លែងខ្ញុំឈរហ្នឹងគឺទឹកសាចមកគឺត្រជាក់មកតែដល់ពេលខ្ញុំទៅហ្នឹងវាថ្ងៃក្តៅពេកបងប្អូនបើសិនជាមេសតុំបន្តិចអូត្រជាក់បែកសាចបែកបាទបែកផ្សែងមកទឹកបែកផ្សែងមកស្អាតមកត្រជាក់ទៀតកន្លែងខ្ញុំឈរនោះគឺល្អល់ទៀតបងប្អូនបើយើងតែមិនប្រយ័ត្នប្រយែងទេល្អល់ជើងបងប្អូនណាបាទនេះគឺសិតទៅស្លែហើយនេះគឺខ្ញុំថតពីលើទៅហើយនេះខ្ញុំដើរឡើងទៅលើខាងលើជាប់នឹងគៀកទឹកតែម្ដងបាទខ្ញុំដើរទៅគៀកក្បាលទឹកហូរមកបាទហ្នឹងហើយគៀកទឹកហូរទៅមើលណាខ្ញុំកំពុងតែដើរឡើងទៅហើយបាទរៀងខ្ពស់បន្តិចហើយបងប្អូនស្អាតបងប្អូនទេសភាពស្អាតនេះបាទក្បាលទឹកវាណាលើវាបាទតែទឹកហូរបាចទឹកខ្លាំងហ្នឹងគឺមានបែកផ្សែងបងប្អូនមានអត់ឲ្យមើលគៀកនឹងបែកផ្សែងមានមើលឃើញរូបអិនតនូបូកទឹកចាំមើលអត់មើលបែកផ្សែងនេះបងប្អូនឃើញឥឡូវនេះបងប្អូននេះបាទអិនតនូបែកផ្សែងបាច់ទឹកសាចទឹកមកបងប្អូនជាក់មកដៅមែនទេបងប្អូនមើលដៅគឺបែកនេះជោគគាត់ទៅដើរឡើងតាមថ្មនោះសប្បាយណាស់បងប្អូនអើយមកចង់មកលេងមកទាំងអស់គ្នាសប្បាយមែនតើបងប្អូនអរគុណបាយបាយបងប្អូន